កុំពន្យល់អ្នកណាម្នាក់ឲ្យយល់ពីយើងបើសិនជាគេថាឲ្យពី3ម៉ាត់អ្នកទ្រាំមិនបានដេកមិនលក់បក់មិនលហើយទៅហើយអ្នកគិតមើលថាអ្នកទុនខ្សោយប៉ុណ្ណាហេតុអ្វីត្រូវដាក់ទណ្ឌកម្មលើខ្លួនឯងការខឹងគឺធ្វើឲ្យខូចខ្លួនប្រាណធ្វើឲ្យអារម្មណ៍រញ៉េរញ៉ៃធ្វើឲ្យមានជំងឺធ្វើឲ្យខ្លួនឯងអន់ជាងគេបើអ្នកខឹង1នាទីអ្នកនឹងធ្វើបាបខ្លួនឯងបើអ្នកខឹង1ម៉ោងប៉ះពាល់ដល់ចំណង់អាហារកុំយករឿងមិនសំខាន់ទៅរំខានមនុស្សសំខាន់កុំយករឿងសំខាន់ទៅរំខានមនុស្សមិនសំខាន់ត្រូវចងចាំថាអត្តចរិតគឺជាសំណាងល្អបំផុតរបស់អ្នកអាកប្បកិរិយាគឺជាហុងស៊ុយល្អបំផុតរបស់អ្នកនៅថ្ងៃណាមួយអ្នកនឹងប្រែមកជាចូលចិត្តភាពស្ងប់ស្ងាត់ចូលចិត្តនៅម្នាក់ឯងមិនចូលចិត្តរាប់អានមិត្តភក្តិច្រើនមិនចូលចិត្តនិយាយច្រើនមិនចង់ឆ្លោះយកឈ្នះចាញ់មិនចង់លើកសរសើរមិនចង់យកចិត្តអ្នកណាម្នាក់គ្មានអារម្មណ៍ចូលរួមកម្មវិធីជប់លៀងថែមទាំងសូម្បីតែការចាយចង់ក៏ខ្ជិលដែរនោះអ្នកពិតជាយល់ច្បាស់ពីចិត្តមនុស្សព្រោះអ្នកបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងជីវិតមានអារម្មណ៍ថាភាពស្មោះត្រង់មិនមានន័យដោយសារអ្នកជាមនុស្សស្មោះត្រង់ជាងគេជាមនុស្សដែលរីករាយជាងគេចូលចិត្តជួយមិត្តភក្តិគ្រប់គ្នាតែក្រោយមកនៅពេលដែលអ្នកឃើញថាខ្លួនឯងគ្មានប្រយោជន៍ចំពោះអ្នកដទៃតទៅទៀតភាពរីករាយនោះបដូរមកវិញនៅភាពប្រងើយកន្តើយភាពស្មោះត្រង់បដូរមកវិញនៅគម្រោងការអាក្រក់ភាពស្លូតត្រង់បដូរមកវិញនៅភាពក្បត់ការចែករំលែកបដូរមកវិញនៅភាពច្រណែននន្ទាភាពសោកសៅបដូរមកវិញនៅភាពចំអកលក់លើយថែមទាំងនៅពេលដែលអ្នកបានល្អប្រសើរមានមនុស្សខ្លះមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន